ឥឡូវយើងជុំគ្នាហើយយើងចាប់ដើមចេញដំណើរពីកំពង់ផែក្រុងសែនរបស់យើងធ្វើដំណើរទៅកាន់គោលដៅរបស់យើងគឺកោះរ៉ុងសន្លឹមឥឡូវយើងមកជុំគ្នាហើយតែកំពុងតែត្រៀមឡើងទូកឥឡូវយើងចាប់ដើមឡើងចេញដំណើរទៅហើយនេះថ្ងៃហ្នឹងយើងមានដំណើរកម្សាន្តមួយទៅខាន់កោះរ៉ុងសន្លឹមឥឡូវខ្ញុំឡើងទូកឯងកែស្រីអេឡើងអត់ឡើយSandy speak first and then Sarah Sunday second ឥឡូវយើងបាននៅលើទូកឯងឥឡូវយើងកំពុងតែចាំនារីដល់សស្អាតម្នាក់គាត់មិនទាន់មកដល់គាត់មកគឺយើងទៅហ្មងទៅកោះរ៉ុងសន្លឹមដល់អស់គ្នាហ្មងអេហូមិនខតឡងអាយូអភ័យហើយនេះគឺជាសកម្មភាពនៅលើទូកដែលយើងរៀបបញ្ចេញទៅហើយគឺសិតតែស្អីស្អាតលើ freestyle ម្នាក់មួយមកមុនយើងធ្វើដំណើរទៅកោះរ៉ុងបន្តទៀតបាទហើយនេះក៏ជាស្អីស្អាតដែរនេះឈ្មោះប៉ាវឥឡូវយើងបានចេញទៅណាហើយទៅហើយបាទទីបំផុតយើងក៏មកដល់កោះរ៉ុងសន្លឹមហើយនៅលើទូកមិញក៏មានអ្នកពលទូកពលអីដែរអួតដែរហ្នឹងណាហើយទេសភាពនៅនេះ fresh ហ្មងណាហើយសកម្មភាពបន្តទៀតគឺយើងរៀបចំអាំងសាច់សម្រាប់អាហារថ្ងៃត្រង់របស់យើងនេះឥឡូវយើងបានមកដល់កោះរ៉ុងហើយឥឡូវកំពុងតែរៀបចំធ្វើសាច់ barbecue អាំងបាទអាំងសាច់រៀបចំហើយសម្រាប់អាហារថ្ងៃត្រង់របស់យើងរៀបចំអាំង barbecue សម្រាប់ញ៉ាំពេលថ្ងៃផងហើយនិងពេលល្ងាចផងហើយម្ហូបឆ្ងាញ់ហើយថែមជាមួយនឹងស្អីស្អាតអ្នកធ្វើទៀតគឺកាន់តែឆ្ងាញ់កាន់តែអេហ្មងណាមើលទៅស្អីស្អាតទាំងអស់កំពុងតែដោតសាច់ barbecue តំណងអត់អ្នកទាំងអស់គ្នាយើងមានសាច់ជ្រូកមានសាច់គោមានបន្លែមានអីនិយាយទៅថ្ងៃនេះគឺដាក់ឲ្យណាណៃហ្មងbarbecueអើយអត់ស៊ីទៅតម្លៃឥឡូវយើងកំពុងតែកាយសាច់ចាក់មើលគឺចេញ哪一个吧？去试一下。让他自己出来吧，我们不缠着他。哇！មកដល់វេលានេះម៉ោង3ចឹងហើយយើងកំពុងតែជិះទូកទៅទូកត្រីទូកបាក់អូខេស៊ីលៀមសង្ឃឹមតែទូកបានណាបាទអើយបានតែនិយាយនេះតាមក៏ពិតទៅគ្មានណាស្ទូចបានទេទៅដល់ម្នាក់ពលទូកខួតលើទូកអស់ហើយនឹងឥឡូវនេះគឺជាសកម្មភាពដែលយើងមករកទិញគ្រឿងសមុទ្រស្រស់នៅកន្លែងគេនេសាទផ្ទាល់ណាហើយស្អីស្អាតនេះបាហាញប្រភេទសត្វអីនេះដូចស្តៀងអាពីងហ្នឹងហើយអាពីងសមុទ្រហើយមកទៅរូបរាងវាស្តៀងអាពីងរោមមានដៃអីស្តៀងគ្នាដែរនេះហើយអត់ដឹងជាស្អីនេះរូបរាងខ្យងបន្តិចមានដៃមានអីស្តៀងអាពីងហ្នឹងហើយជាកូនកាត់អីមកទៅអត់ដែលឃើញដែរលើកទី1ហើយនេះគឺជាកម្មវិធីដែលយើងទិញក្តាម
តាមធំទៀតអត់មានចឹង đó nè mình tên cái này ទិញដល់កន្លែងគេនេសាទបណ្ដោយ mới ăn trong បើ đi ជា kia រៀងតូចៗមែនប៉ុន្តែជាតិហ្មងនេះគឺជាសកម្មភាពនៃពលទុករបស់យើងធ្វើទៅមុខគាត់ 你今天喝多少钱？ មុននឹងឡើងទុកម្នាក់ដូចមាន power ខ្លាំងដល់ពេលដល់លើទុកនាំគ្នាអួតអស់ uống sớm ca thì ca thủ đua làmឥឡូវយើងមកដល់សកម្មភាពដល់ពេលយប់វិញយើងបានធ្វើរៀបចំហូបដូចជាស្រុកបកាស្រុកក្តាមដែលយើងបានទិញល្ងាចមិញណាហើយទៀតនេះយើងនឹងមានការជួបជុំផឹកស៊ីជាមួយនឹងក្រុមការងាររបស់យើងសប្បាយអញ្ចឹងកន្លងពីមួយយប់កន្លងផុតទៅឥឡូវសកម្មភាពពេលព្រឹកនៅកោះរ៉ុងសឡឹមក្រោកមកជាមួយនឹងសមុទ្រអារម្មណ៍តាឈៀលហ្មងហើយនេះគឺជាសកម្មភាពដែលយើងរៀបចំទៅភ្នំពេញវិញយើងធ្វើដំណើរទៅវិញអញ្ចឹងប្លុកយើងនៅថ្ងៃនេះមានតែប៉ុណ្្នឹងឯងបាយបាយជួបគ្នានៅប្លុកក្រោយទៀត